ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺខ្ញុំចេញមកធ្វើវីដេអូដុតមន់យ៉ាងម៉េចឲ្យឆ្ងាញ់ដុតងាយហើយលឿនវិធីដុតហ្នឹងគឺងាយបំផុតហើយទទួលបានមន់ដុតដ៏សាញ់ឆ្ងាញ់បងប្អូនអញ្ចឹងកុំនិយាយច្រើនជាដំបូងនេះគឺយើងមានមន់ស្រែមួយក្បាលមកហើយនឹងដូងមួយផ្លែបងប្អូនមានគល់តក្រៃរំដេងស្លឹកក្រូចនិងសាឡាត់ស្រួយស្ពៃក្តោបហើយក្រូចឆ្មាយើងសម្រាប់ធ្វើទឹកគ្រឿងយើងមកកាប់មន់យើងសិនមកមន់ខ្ញុំកាប់តែជើងវាចេញទេបងប្អូនហើយយើងកាត់ក្បាលវាចោលហើយយើងហាន់សាច់វាជាកង់ដើម្បីយើងមុនទៅដុតយើងប្រឡាក់វាឲ្យចូលគ្រឿងសិននិយាយពីមន់នេះវិញគឺនាងខ្ញុំអត់ពិបាកធ្វើទេដោយសារតែខ្ញុំគាត់ធ្វើទុកឲ្យពីល្ងាចហើយព្រឹកឡើងយើងដឹងតែយកមកគឺដាក់ស្គនវាប្រឡាក់ហើយដុតយកតែម្ដងបងប្អូនហើយចំពោះមន់នេះបើសិនជាបងប្អូនទោះជាមន់ស្រែក៏ដោយមន់អត់ស្រែក៏ដោយបើសិនជាបងប្អូនដុតអត់ប្រឡាក់ទេសាច់មន់រៀងសក់អត់ឆ្ងាញ់ទោះជាយើងមានទឹកគ្រឿងហូបជាមួយក៏អត់ឆ្ងាញ់ដែរបើសិនជាប្រឡាក់ហើយយកទៅដុតនិយាយពីថារសជាតិវិញគឺឆ្ងាញ់សាហាវនិយាយ10មិនស្មើនឹងឃើញម្ដងបងប្អូនអាចសាកធ្វើតាមខ្ញុំបានណាគឺឆ្ងាញ់មែនទែនបងប្អូនមន់ពេលដែលយើងប្រឡាក់ហើយយកទៅដុតគឺឆ្ងាញ់សាហាវហើយគ្រឿងដុតនេះមានតែរំដេងស្លឹកក្រូចគល់តក្រៃ3 4គល់មកគឺយើងដុតបានទេបងប្អូនចំពោះមន់វិញយើងប្រឡាក់ជាមួយប្រេងខ្យងរៀងច្រើនមកហើយយើងប្រើជាមួយនឹងទឹកត្រីប្រើជាមួយទឹកស៊ីអ៊ីវប្រើជាមួយនឹងប៊ីចេងហើយនឹងម្សៅស៊ុបរ៉ូឌីយើងប្រឡាក់ធ្វើមិនដៃយើងហ្នឹងយើងមិនបាច់ពាក់ស្រោមទេបងប្អូនយើងប្រឡាក់ធ្វើមិនញីឲ្យសព្វសាច់វាឲ្យគ្រឿងដែលយើងដាក់ហ្នឹងចូលជាមួយនឹងសាច់មន់របស់យើងហើយមន់នេះខ្ញុំប្រឡាក់ទុកប្រហែលជា20នាទីបងប្អូនបានខ្ញុំយកមកដុតហើយវីដេអូហ្នឹងគឺខ្ញុំកាត់ទេអញ្ចឹងបានយកបងប្អូនឃើញវីដេអូខ្ញុំលឿនហើយខ្លីក៏ប៉ុន្តែខ្ញុំប្រឡាក់ទុក20នាទីម្លងពេលយើងប្រឡាក់មន់ទុកហ្នឹងយើងមកធ្វើបន្លែរបស់យើងសិនមានដូចជាស្ពៃក្តោបគឺខ្ញុំប្រើដុតជាមួយមន់បងប្អូនហើយចំពោះសាឡាត់ស្រួយគឺខ្ញុំទុកហូបផ្ទាប់ជាមួយសាច់មន់និងទឹកគ្រឿងកោះកុងឥឡូវខ្ញុំចាប់ផ្ដើមរៀបគ្រឿងដុតមន់យើងដាក់ស្លឹកគ្រៃក្រាលពីក្រោយបាឆ្នាំងអញ្ចឹងមកហើយដាក់រំដេងតិចទឹកក្រូចបន្តិចមកហើយយើងរៀបមន់យើងចូលមកចាក់ទឹកដែលប្រឡាក់មន់ហ្នឹងពីលើមន់មកហើយយើងរោយគ្រឿងពីលើមន់របស់យើងមកតង់ទៀតដើម្បីឲ្យវាចេញជាតិគ្រឿងនឹងចូលសាច់មន់យើងឈ្ងុយល្អបងប្អូនឥឡូវខ្ញុំធ្វើហើយចាប់ផ្ដើមលើកដាក់ចក្រានហ្គាសពេលដែលយើងលើកមន់យើងដាក់លើចក្រានហ្គាសហើយបងប្អូនយើងចាប់ផ្ដើមទៅធ្វើគ្រឿងក្រូចថែមទៀតគឺយើងធ្វើទឹកគ្រឿងកោះកុងនឹងឯងបងប្អូនហើយមន់នេះខ្ញុំដាក់ដុតខ្ញុំប្រើខ្លាញ់សិនបងប្អូនខ្ញុំប្រើជាមួយខ្លាញ់ដុតឲ្យវារាងស្អិនសិនបាទខ្ញុំប្រើទឹកដូងចាក់ចូលហើយយើងក៏មានដាក់ខ្ទឹមក្រហមនិងខ្ទឹមសបន្ថែមពីលើទៀតដែរដើម្បីឲ្យវារឹតតែឈ្ងុយមន់ដុតរបស់យើងណាឥឡូវនេះខ្ញុំចាប់ផ្ដើមគ្របវាទុកចោលឡងពេលមន់មិនទាន់ស្អិនខ្ញុំមកបុកទឹកគ្រឿងកោះកុងមានខ្ទឹមសនិងម្ទេសហើយគល់ជីវ៉ាន់ស៊ុយបងប្អូនគឺយើងបុកធ្វើទឹកគ្រឿងកោះកុងទៅបើសិនក្លុកមាន2 3តែខ្ជិលក្លុកបងប្អូនចូលចិត្តបុកដោយដៃចេះវាឆ្ងាញ់ជាងយើងបុកដាក់ស្ករសអញ្ចឹងនិយាយពីកម្ទេខ្ទឹមរបស់យើងវាឆាប់ម៉ត់យើងប្រើជាមួយទឹកត្រីប្រហែលជាមួយវែកហើយក្រូចឆ្មាមួយផ្លែកន្លះបងប្អូនហើយខ្ញុំប្រើជាមួយនឹងដោះគោខាប់ដែរទឹកគ្រឿងកោះកុងយើងដាក់ដោះគោខាប់បន្ថែមទៀតចេះនិយាយពីរសជាតិវារឹតតែឆ្ងាញ់បងប្អូនចង់ហូបជាមួយសាច់គោក៏បានសាច់មាន់ក៏បាននិយាយពីថាត្រូវគ្នាមែនតើសាច់ជ្រូក3ជាន់ទប់ជាមួយបន្លែក៏ហូបត្រូវដែរបងប្អូនឥឡូវនេះយើងចាប់ដើមស្អិនមកជាហៀងហើយបងប្អូនហើយខ្ញុំក៏ធ្វើការប្រែវាមកជាហៀងទៀតដើម្បីឲ្យវាស្អិនល្អមាន់បើយើងដុតដាក់តែអញ្ចឹងវាអត់ស្អិនសព្វទេអញ្ចឹងតោះតែយើងប្រែវាមកជាហៀងទៀតបន្ទាប់ពីមាន់ខ្ញុំស្អិនមកជាហៀងខ្ញុំធ្វើដាក់ស្ពៃក្តោបបងប្អូនខ្ញុំដាក់ស្ពៃក្តោបចូលមកបើយើងដាក់ស្ពៃក្តោបពីក្បាលដំបូងជាមួយមាន់ពេលយើងអាចនឹងឲ្យលួយខ្លាំងអញ្ចឹងចាំមាន់យើងចិត្តស្អិនចាំយើងដាក់ស្ពៃមកតង់ទៀតទៅចំពោះស្ពៃក្តោបនេះពេលដែលវាស្អិនគឺខ្ញុំស្រង់ចេញឲ្យបងប្អូនហើយមាន់ខ្ញុំអត់ទាន់ស្រង់ទេខ្ញុំរងាស់វាជាមួយទឹកដូងមកតង់ទៀតខ្ញុំដុតជាមួយដូងកោបមួយផ្លែបងប្អូនយើងរងាស់ទៅតែរីងទឹកដូងសាច់មាន់របស់យើងនិយាយពីថាផ្អែមឆ្ងាញ់មែនទែនឥឡូវស្ពៃរបស់ខ្ញុំចាប់ផ្ដើមស្អិនហើយបងប្អូនចាប់ផ្ដើមស្អិនហើយខ្ញុំមើលការចាប់វាបងប្អូនគឺថាក្លិនឡើងឈ្ងុយជះពេញផ្ទះបាយស្ពៃក្តោបរបស់ខ្ញុំស្អិនហើយបងប្អូនយើងគ្របវាមកស្ទុះសិនមកចាំយើងប៉ាងមកតង់ទៀតយើងប៉ាងមកតង់ទៀតគឺស្ពៃយើងស្អិនល្មមអញ្ចឹងយើងអាចចាក់ទុកបានហើយបើសិនជាវានៅឆៅយើងហូបទៅអាចនឹងធ្វើទុកពុះយើងអញ្ចឹងយើងធ្វើមិនដុតបន្លែយើងឲ្យស្អិនមកហើយបន្លែខ្ញុំរៀបដាក់ជាមួយនឹងកញ្ច្រែងនិងស្លឹកចេកអញ្ចេះបន្លែមានការ៉ុតបន្តិចហើយនឹងសាឡាត់ស្រួយស្ពៃក្តោបបងប្អូននិយាយថាឆ្ងាញ់នោះឆ្ងាញ់ដុតជាមួយមាន់ឥឡូវនេះមាន់របស់ខ្ញុំចាប់ផ្ដើមស្អិនខ្ញុំចាប់ដាក់កញ្ច្រែងបងប្អូនមានកោះមានថ្លើមមានជើងយើងដាក់ជាមួយគ្នាអញ្ចឹងមកបងប្អូនអើយបើមិនឃើញហើយមិនស្រក់ទឹកមាត់ទេគឺមិនធានាថាមានស្អីបងប្អូនគឺថាឆ្ងាញ់មែនទែនណានិយាយពីថាទឹកគ្រឿងវិញរឹតតែឆ្ងាញ់ទៀតបងប្អូនធ្វើមកគឺត្រូវជាមួយនឹងមាន់ជួយដាក់យើងផងឲ្យប្រហែលលើប្រហែលដែរបងប្អូនមាន់ដុតទឹកដូងនេះបងប្អូននិយាយពីថាខ្ញុំធ្វើហើយថាទុកចិត្តមិនបាននេះគឺខ្ញុំភ្លក់មុនគេហើយបងប្អូនបើវាទំនងម្លឹងអ្នកណាទ្រាំបានបងប្អូនមួយរយៈនឹងហូបមាន់ញឹកដែរដោយសារអស់កម្លាំងតែមួយខ្ញុំមាន់ស្រែដុតស្អិនហើយបងប្អូនយើងដុតជាមួយទឹកដូងទឹកគ្រឿងវិញកប់ញាក់ហ្មងបងប្អូន